ជំរាបសួរបងប្អូនថ្ងៃនេះមកកន្លែងចំទាហើយក្នុងរោងចំទាខ្លួនឯងដោយសារតែរយៈនេះខ្ញុំចាប់មុខរបរថ្មីលក់ពងទាលក់ពងមាន់លក់សាច់ទាហើយនឹងលក់មាន់ស្រែប៉ុន្តែបងប្អូនគិតថានាំពងទាចូលពីក្រៅប្រទេសទៅដឹងពងទាវៀតណាមអីទៅដឹងអញ្ចឹងថ្ងៃនេះមកថតនៅក្នុងរោងទាផ្ទាល់តែម្ដងហើយរោងទាហ្នឹងគឺរោងទាខ្លួនឯងបងប្អូនអត់មានទាអ្នកណាទេគឺទាផ្ទាល់ខ្លួនចិញ្ចឹមខ្លួនឯងហើយលក់ខ្លួនឯងអញ្ចឹងឥឡូវនេះគឺខ្ញុំរើសពងទានៅក្នុងរោងរើសពងទាខ្លួនឯងគឺពីព្រឹកម៉ោង5ម៉ោង6ក៏ពិតយើងមើលទៅដូចរៀងមេឃភ្លឺដែរប៉ុន្តែម៉ោង6 Sunrise 6ជាងហើយអញ្ចឹងម៉ោង5ជាងងើបទៅម៉ោង5ប៉ុន្តែតម្រាំរើសទ្រុងមានច្រើនទ្រុងមាន2 3ទ្រុងអញ្ចឹងចូលខាងទ្រុងខាងហ្នឹងទៅហើយរើសពងទាចង់បង្ហាញពីសកម្មភាពជាក់ស្ដែងកុំឲ្យបងប្អូនថាទានាំចូលពីគេសោះចេះថាក៏ពិតចិញ្ចឹមទាខ្លួនឯងប្រុងថាលក់បោះដុំឬក៏លក់ចូលស្តង់ទេបងប្អូនប៉ុន្តែនៅស្តង់ហ្នឹងវាតម្លៃវាអត់ល្អបងប្អូនគេឲ្យតម្លៃទាបពេកដោយសារភាគច្រើនគេថាតម្លៃទាបដោយសារតែពងទាវៀតណាមនាំចូលមកច្រើនហើយពងទាវៀតណាមធូរថ្លៃហើយចង់បញ្ជាក់ដល់បងប្អូនថាហេតុអីបានពងទាវៀតណាមគេលក់ធូរថ្លៃជាងពងទាខ្មែរយើងមានហេតុផលពីរធំដែលខ្ញុំចង់ជម្រាបដល់បងប្អូនអ្នកទទួលទានពងទាសាច់មាន់សាច់ទាប៉ុន្តែខ្ញុំបដោតពីរធំហ្នឹងតែពងទាទេដោយសារតែវៀតណាមគេលក់ពងទាបានតម្លៃធូរថ្លៃហើយគេនៅតែចំណេញតែពិតពងទាគេរុញចូលទូភ្ញាស់អញ្ចឹងគេមានឧបករណ៍សម្រាប់ពិនិត្យមើលថាពងណាដែលអាចបន្តយកទៅដាក់ចូលនៅក្នុងទូដើម្បីភ្ញាស់ពងណាដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការភ្ញាស់អញ្ចឹងគេនឹងជំរុះចេញពីទូភ្ញាស់ដើម្បីលក់ក្នុងតម្លៃមួយទាបអញ្ចឹងគេសល់ពងទាច្រើនគេនឹងនាំចេញមកប្រទេសក្រៅដូចជាខ្មែរជាដើមហ្នឹងក្នុងតម្លៃទាបអញ្ចឹងយើងយកមកលក់គេរុញចូលទូភ្ញាស់ហ្នឹងដឹងប្រហែលថ្ងៃហើយទ្រាំដឹកមកដល់ខ្មែរយើងទៀតដឹងប្រហែលថ្ងៃអញ្ចឹងពងទាវាមានបញ្ហាក្នុងការស្អុយខូចគុណភាពយើងហូបទៅវាមិនមានជីវជាតិគ្រប់គ្រាន់ជាពងទាទេទី2គឺតាក់ទងជាមួយនឹងការប្រើថ្នាំបងប្អូនដឹងស្រាប់ហើយវៀតណាមមិនថាខ្ញុំនឹងរើសអើងពូជសាសន៍ទេប៉ុន្តែវៀតណាមគេមានថ្នាំពូកែក្នុងការធ្វើឲ្យទានឹងពងច្រើនអញ្ចឹងវាប៉ះពាល់វាខុសពីធម្មជាតិរបស់ទាអញ្ចឹងពងវាមានក្លិនអត់ល្អអាចឆ្អាបរសជាតិអត់ឆ្ងាញ់ព្រោះវាខុសពីធម្មជាតិទេបងប្អូនតែខុសពីធម្មជាតិអីគឺมันអាចមានរសជាតិដូចធម្មជាតិទេហើយខ្ញុំនិយាយនេះមិនមែនខ្ញុំជាអ្នកបច្ចេកទេសចំណីអាហារគីមីចំណីអាហារក្នុងការពិនិត្យបច្ច័យរសជាតិទេប៉ុន្តែដោយសារខ្ញុំទិញហូបខ្លួនឯងខ្ញុំដឹងតែពងទាវាអត់មានរសជាតិឆ្ងាញ់ទៅខ្ញុំទៅចិញ្ចឹមខ្លួនឯងដូចខ្ញុំនិយាយពីដើមវីដេអូអញ្ចឹងគឺគោលបំណងដើម្បីហូបខ្លួនឯងទេមិនមែនគោលបំណងយកទៅលក់ចូលស្តង់ទេដល់ពេលចិញ្ចឹមទៅវាចេះតែស្រឡាញ់ហើយចង់ចិញ្ចឹមច្រើនដល់ពេលចិញ្ចឹមច្រើនយើងមិនត្រូវការចំណីច្រើនថែទាំកម្លាំងពលកម្មអញ្ចឹងយើងត្រូវការអ្នកទទួលទិញទៀងទាត់ដល់ពេលអ្នកទទួលទិញទៀងទាត់គឺមានតែស្តង់ទេស្តង់ទទួលទិញធំគេដើម្បីយកទៅចែកចាយនៅតាមផ្សារបន្តទៀតប៉ុន្តែគាត់ទទួលទិញទាបដោយសារពងទាវៀតណាមចូលអញ្ចឹងអាហ្នឹងគឺវាត្រូវតែទាបហើយតម្លៃទាបអញ្ចឹងតម្លៃទាបវាអត់ចំណេញហើយវាអត់ផាត់ថ្លៃកម្លាំងពលកម្មហើយនឹងមានទឹកមានកម្លាំងពលកម្មមានចំណីមានអីអញ្ចឹងជាដើមអញ្ចឹងវាអត់ទូទាត់គ្នារួចខ្ញុំក៏គិតថាពងទានៅលើទីផ្សារវានៅតែ500នៅតែអីដដែល400ជាង500ដដែលអញ្ចឹងខ្ញុំមកយកមកលក់400ជាង500ដូចតម្លៃទីផ្សារដូចតម្លៃពងទាវៀតណាមដែរទៅហើយมันល្អអញ្ចឹងក៏កើតគំនិតមួយថាអញ្ចឹងដាក់ឈ្មោះเพจថាកសិដ្ឋានលក់ពងទាឬក៏ផ្សារឬក៏តូបលក់ពងទាតែម្ដងទៅសូម្បីតែឈ្មោះខ្ញុំអត់ទាន់សម្រេចថាដាក់ឈ្មោះអីប្រកបទេព្រោះដាក់ផ្សារវាធំពេកព្រោះក៏លក់ពងទាខ្មែរយើង
rầm pi bảy pon crop chứng vì cùng trong đã thông về chứng trong đã thả tôm lộ ta rồi gặp xa lộ ta hay chung lộ ta nắng bịa thả lộ ta để ra tại cái nhom xà lanh lộ ta lộ dây bọc nhom khăng chứng nhom trong admin a rầm lực đó có cái nhom đã chung thả lộ ta nhom ở trong vô chung quật mà đã thấy nhom còn bịa thả lộ ta và chạy thả lộ ta lộ dây rồi bọc nhom chứng á chứng nhom có đã bịa nâng từ chứngสำหรับ video นี้คือเป็นยังไงจองไปแจกบองโอนท่าอดเมียนปงเตียปงมอนเอโยปีกลางปฏิเอนอมโจคุยคุณภาพแต่คือละอคุณภาพละอฮบแต่คือสุขภาพละอจังจองไอ้บองโอนช่วยคอมโตรพ้องกระโดดเชียสุขภาพบองโอนพ้องแต่งการคอมโตรระบบขนมสรบกสิทานโคลนไอให้บัสัญญาบองโอนคอมโตรเจริญยุ้มจองเจสักกลมยุ้มนมยมติงปงตีพิษกรมดุจนี้ขนมลำไยหล่อได้กดบานทลายเชียงกดบ่อหอยสตองให้ยมมาลุอัดเมียนทลายเชียงกินลุเนิบซาที่คือตำไลโดยขี้เนิบซาโดยขี้จังใดจึงวิดีโอนี้ปนังจองไอ้บองปูนช่วยคอมโตรผลิตภัณฑ์ในขนมสโลกก็โดยชีการสลายสุขภาพบองปูนโดยขี้จำเรียบเรียบบองปูนจุกขี้วิดีโอกราวิติดบองปูนจุกขี้ในวิดีโอกราวิติด